นี่ครับភិក្ខុមហាចៅទី1ក្នុងពុទ្ធសាសនានឹងភិក្ខុរីករាយទៅអូយលោកនាំធ្វើបន់ធ្វើកុសលញោមញាតត្រេកអរមែនបើសម្រាប់ភិក្ខុនោះវាខុសវិន័យញោមញាតអ្នកជាថ្លាមែនអីបើញោមញាតអត់ដឹងថាពុទ្ធលោកហាមពួកភិក្ខុនោះទៅសារទៅភិក្ខុនោះឯងជ្រះថ្លានឹងសំទូលសំជំរាបញោមញាតទាំងអស់បើថាវិធីអានឹងមានច្រើនបែបច្រើនយ៉ាងណានេះគេហៅភិក្ខុមហាចៅទី1ក្នុងពុទ្ធសាសនានឹងភិក្ខុមហាចៅទី2រៀនវិជ្ជាអំពីលោកគ្រូណាដល់ទៅសម្ដែងធម៌សម្ដែងអីទៅប្រាប់ញោមទៅអើយពីរស់ណាលោកម្ចាស់អើយរៀនពីលោកគ្រូណាតែអាត្មាអត់បានរៀនពីណាទៅចេះខ្លួនឯងអញ្ចឹងតាំងពីរៀនមានគ្រូនេះក៏ភិក្ខុមហាចៅទី2កាន់តែលាក់គ្រូហ្នឹងណាមហាចៅទី2ភិក្ខុមហាចៅទី3គឺយករបស់គរុភ័ណ្ឌហ្នឹងទៅផ្គប់គុណក្រហមបើចង់ឲ្យក្រហមគេរាប់អានខ្លួនរបស់គរុភ័ណ្ឌបណ្ឌិតគឺគរុភ័ណ្ឌបាសកយកទៅជូនប្រសពទៅដើម្បីឲ្យគេចូលចិត្តទៅគប់គុណគេទៅដើម្បីបានលៀបបានសក្ការៈហ្នឹងជាភិក្ខុមហាចៅទី3ភិក្ខុមហាចៅទី4ពោលពាក្យតេះឌៀនលោកអ្នកដែលបដិបត្តិធម៌វិន័យល្អត្រឹមត្រូវនោះឌៀនលោកថៃចេះថៃចុះទៅហ្នឹងភិក្ខុមហាចៅទី4ភិក្ខុមហាចៅទី5ពោលអួតអត្តរិមនុស្សធម៌ពោលអួតគុណពិសេសធ្វើដែលពិសេសដែលមិនមានក្នុងខ្លួនតែខ្លួនបានឈានបានសមាបត្តិទៅជាដើមហ្នឹងនេះសម្រាប់ភិក្ខុមហាចៅនៅក្នុងពុទ្ធសាសនាណាមានការថាភិក្ខុចៅទេនេះភិក្ខុមហាចៅទីមហាធំសូមឲ្យញោមញាតពុទ្ធបរិស័ទនឹងជ្រាបព្រោះជាពិសេសបំផុតហ្នឹងគឺលៀបសក្ការៈណាចង់បានលៀបបានសក្ការៈដល់ក្រៃលែងមហាចៅទី1នោះក៏ធ្វើអបាយបង្កើតកម្មវិធីនេះធ្វើកម្មវិធីនោះអីទៅបុរាណលោកថាអាចារ្យនឹងតែអាចារ្យពីដើមទឹកតែដាំដាក់ប៉ាន់មកណាអាចារ្យនឹងតែឆ្កែនឹងអាចយៈនឹងសាច់លោកសង្ឃនឹងសូមនេះអា4នឹងត្រូវនេះណាអាចារ្យបន់ទានតែមានតែក៏វែលចាក់តែក្នុងផឹកទៅអស់ដុតត្រីងៀតខ្លែមតែណាពីអាត្មានៅក្មេងនេះឆ្កែនឹងអាចឆ្កែនឹងអាចបើវាមិនស៊ីក៏ទៅលាលៀបខ្លួនវាឲ្យប្រឡាក់ដែរត្រូវណាយៈនឹងសាច់យៈតែឃើញសាច់ឲ្យត្រូវតែស៊ីតែបានណាឲ្យមិនដល់កន្លងទេអុយលោកសង្ឃនឹងសូមតែលោកសង្ឃសូមត្រូវគ្នាណានេះសម្រាប់បុរាណលោករៀបរៀងមក